នេះគឺជារបៀបបិទកៅចែលឲ្យជាប់បានយូរចាសម្រាប់បងដែលគាត់ប្រើជាមួយនឹងកញ្ចក់ថ្លាបងអាចយកជាប្រភេទម៉ាស៊ីនរុះមករុះវាសិនមុននឹងយើងបិទណាចាដើម្បីវាជាប់បានយូរប៉ុន្តែបើកញ្ចក់បងខ្លះស្អាតគល់អញ្ចឹងយើងមិនបាច់រុះក៏បានដែរចាបន្តមកទៀតយើងធ្វើការសម្អាតគល់របស់យើងរុះគល់របស់យើងឲ្យសយើងលាបជាមួយនឹងការពារប្រេងអ្នកទាំងអស់គ្នាចានៅពេលដែលយើងលាបជាមួយនឹងការពារប្រេងហើយយើងប្រើជាមួយនឹងចាទឹកភ្ជាប់អ្នកទាំងអស់គ្នាចាមកលាបនៅគល់កញ្ចក់របស់យើងសិនចាបន្តមកទៀតយើងធ្វើការអាំងមកតង់សិនចាអញ្ចឹងនៅពេលដែលយើងធ្វើការអាំងរួចរាល់ហើយអ្នកទាំងអស់គ្នាកៅចែលអ្នកទាំងអស់គ្នានៅផ្ទះមានកៅអីយើងប្រើកៅហ្នឹងណាអញ្ចឹងបងធ្វើការបិទជាមួយនឹងកៅចែលជាមួយនឹងកញ្ចក់ចាបិទបែបហ្នឹងណាគឺយើងត្រូវការដៃមកជាហៀងកាន់ដៃមកជាហៀងយើងបិទចាហើយយកទៅអាំងចូលម៉ាស៊ីនណាបងវិធីសាស្ត្រដ៏ល្អបំផុតគឺយើងមាន7អាំងចែលឬក៏ផ្កាឈូកអាំងចាតែយើងនៅតែចូលម៉ាស៊ីនធំដដែលអ្នកទាំងអស់គ្នាដើម្បីវាឆ្អិនល្អណាហើយបន្តមកទៀតបងធ្វើការរុះជាមួយនឹងការគល់កញ្ចក់របស់យើងឲ្យសដើម្បីយើងលាបជែលពីលើចាអញ្ចឹងយើងធ្វើការរុះហើយយើងយកពងខាត់ចាមកខាត់ពីលើកញ្ចក់របស់យើងចាឲ្យវាសអញ្ចឹងណាបន្តមកទៀតយើងយកប្រភេទអាកុលអ្នកនរគ្នាយើងមានអាកុលប្រើអាកុលណាប្រើអាកុលមកគៀសគល់តិចទៅអាកុលដែលយើងរុះមកហ្នឹងណាចាសម្អាតវាស្អាតមុននឹងយើងលាបជែលចាបើយើងអត់សម្អាតវាទេពេលដែលយើងលាបជែលវានឹងក្តិបក្តប់វាអត់ស្អាតណាអ្នកនរគ្នាអញ្ចឹងយើងធ្វើការយកកុលមកជូតជាមួយនឹងកញ្ចក់របស់យើងឲ្យស្អាតសិនអញ្ចឹងយើងលាបជាមួយទឹកភ្ជាប់លាបជាមួយជែលពណ៌ដែលយើងស្រឡាញ់ទៅ